នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រាប់ក្រុមប្រឹក្សាសន្តិភាពថាលោកបានច្រានចោលទាំងស្រុងនៅបទឈប់បាញ់ឬការដកកងទ័ពចេញពីតំបន់ហ្គាហ្សាក្រោមផែនការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលកាលពីថ្ងៃច័ន្ទទី3ខែសីហាសារព័ត៌មានប្រចាំថ្ងៃអ៊ីស្រាអែលហាយូមដោយដកស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះរបស់អ៊ីស្រាអែលបានរាយការណ៍ថាលោក Benjamin Netanyahu បានបញ្ជូនការបដិសេធនេះទៅកាន់ប្រសិទ្ធជាន់ខ្ពស់របស់ក្រុមប្រឹក្សាទទួលបន្ទុកតំបន់ហ្គាហ្សាលោក Nikolai Mladenov ក្នុងអំឡុងពេលជំនួបគ្នាកាលពីថ្ងៃច័ន្ទលោក Netanyahu បានសង្កត់ធ្ងន់ថាអ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីទីតាំងដែលខ្លួនកំពុងគ្រប់គ្រងនៅក្នុងតំបន់ហ្គាហ្សានោះទេហើយក៏នឹងមិនព្រមឈប់បាញ់ដែរដោយលោកបានអះអាងថាក្រុមហាម៉ាស់បន្តកសាងសមត្ថភាពយោធារបស់ខ្លួនឡើងវិញនិងបង្កជាការគំរាមកំហែងផ្ទាល់ដល់កងទ័ពអ៊ីស្រាអែលក៏ដូចជាសហគមន៍ជុំវិញតំបន់ហ្គាហ្សាសារព័ត៌មានដដែលបានបន្ថែមថាក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែលបានបង្ហាញការព្រួយបារម្ភនិងការជំទាស់របស់លោក Netanyahu ទាំងអស់ពាក់ព័ន្ធនឹងលក្ខខណ្ឌនៃផែនទីបង្ហាញផ្លូវបត់ឈប់បាញ់នៅហ្គាហ្សារួចហើយជូនដល់ក្រុមប្រឹក្សាសន្តិភាពនិងក្រុមការងាររបស់ប្រធានាធិបតីអាមេរិកលោក Donald Trumpទន្ទឹមនឹងនេះក្រុមហាម៉ាស់បានប្រកាសថាខ្លួនកំពុងរងចាំចម្លើយច្បាស់លាស់នឹងជាផ្លូវការពីសំណាក់ប្រេសិត Nikolai Mladenov និងភាគីអ្នកសម្រុះសម្រួលពាក់ព័ន្ធនឹងការយោគយល់គ្នាលើការអនុវត្តដំណាក់កាលទី2នៃកិច្ចព្រមព្រៀងបទឈប់បាញ់ទន្ទឹមនឹងស្ថានភាពនេះដែរវិទ្យុទូរទស្សន៍សាធារណៈអ៊ីស្រាអែល KAN បានរាយការណ៍ថាយោធាអ៊ីស្រាអែលបានកំណត់បន្ទាត់ក្រហមចំនួន3ចំពោះក្របខ័ណ្ឌ15ចំណុចដោយមន្ត្រីយោធាជាន់ខ្ពស់នឹងត្រូវបង្ហាញការទាមទារទាំងនេះនៅក្នុងកិច្ចប្រជុំមួយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធជាមួយអគ្គសេនាធិការលោក Eyal Zamirការទាមទារទាំងនោះរួមមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តសកម្មភាពដើម្បីកម្ចាត់ការគំរាមកំហែងការទាមទារគ្រប់គ្រងលើអាវុធទាំងអស់នៅក្នុងតំបន់ហ្គាហ្សានិងការប្រឆាំងដាច់ខាតចំពោះការដកទ័ពជាបណ្ដើរឬដោយផ្នែកលើកលែងតែក្រុមហាម៉ាស់ត្រូវបានរំសាយអាវុធទាំងស្រុង